សង្ក្រាន្តឆ្នាំម្សាញ់ស័ព្ទស័កពុទ្ធសករាជ2569គ្រិស្តសករាជ2025ព្រះពុទ្ធសករាជព្រះសាសនាអតិកន្តាកន្លងទៅហើយបាន2068ត្រឹមថ្ងៃអាទិត្យ15កើតខែពិសាខលុះដល់ថ្ងៃច័ន្ទ100ខែពិសាខឆ្នាំម្សាញ់ស័ព្ទស័កតទៅចូលពុទ្ធសករាជ2569និងកណនាឆ្នាំម្សាញ់ឥឡូវនេះសង្ក្រាន្តចូលនៅថ្ងៃច័ន្ទ200ខែចែកត្រូវនឹងថ្ងៃទី14ខែមេសាគ្រិស្តសករាជ2025វេលាម៉ោង4:48នាទីទៀបភ្លឺពេលនោះព្រះអាទិត្យចេញពីមេនរាសីទៅស្ថិតនៅឯមេសរាសីតាមផ្លូវគោវិថីគឺផ្លូវកណ្ដាលមានទេវធីតាមួយព្រះអង្គជាមគ្គនាយិកាព្រះនាមកោរកទេវីជាព្រះរាជបុត្រីទី2នៃកបិលមហាព្រហ្មគង់នៅចតុមហារាជិកាទ្រង់អំពរពណ៌លឿងលំអនៅព្រះការដោយសៀតផ្កាអង្គាបោះអភរណៈកែវមុក្តាព្រះសាហាទ្រង់គេលាំងប្រេងព្រះហស្តស្ដាមទ្រង់ព្រះខ័នព្រះហស្តឆ្វេងឈើច្រត់ទ្រង់គង់ផ្ទុំបិទព្រះនេត្រលើខ្នងស្ដេចព្យាកៈខ្លាជាយានពាហនៈទើបនាំអស់ទេវបុត្រទេវតាទាំងឡាយទាំង100,000កោដ្ឋហោះទៅកាន់គុហាកែវធម្មមាលានាទីភ្នំកៃឡាសខេត្តហេមពាន្តជាទីតម្កល់ទុកនៅព្រះសិរសាកបិលមហាព្រហ្មដែលតម្កល់លើពានមាសនាំមកដង្ហែប្រទក្សិណភ្នំព្រះសុមេរុរាជតាមផ្លូវព្រះអាទិត្យចរចំនួន60នាទីទើបនាំយកទៅតម្កល់ទុកនៅកន្លែងដើមវិញហើយប្រជុំទេវបុត្រទេវធីតាទាំង100,000កោដ្ឋចូលទៅស្រង់ទឹកអនោតមហាស្រះដែលមានទឹកហូរចេញពីបំពង់ថ្មកែវដែលជាមាត់គោអូសប្រាជទាំង7ត្រជាក់ក្សែមខ្សានព្រះរាជហឫទ័យហើយនាំគ្នាចូលទៅសមាទានរក្សាសិលដោយសោមនស្សរីករាយគ្រប់ព្រះអង្គក្នុងភគវតីសភាសាលាដែលព្រះវិស្កម្មទេវបុត្រនិមិត្តថ្វាយដើម្បីបន្ទោបងអពមង្គលឲ្យជ្រះស្រឡះហើយចម្រើននៅសិរីសួស្តីជ័យមង្គលជនមាយុយឺនយូរដល់ទេវតានិងមនុស្សផងទាំងឡាយតាំងពីឆ្នាំថ្មីចូលមកនេះបានទូលំទូលាយសុខសែនខ្សាន្តតរៀងទៅ